យើងស្លេកលើនេះមួយមកចុច comment សអំចុច option មួយមកចុចចុងនេះឲ្យចេញមកក្រៅមកអូខេតមកទៀតយើង comment សទីយើងអាចចំចំណុចកណ្ដាលនេះមកផ្សព្វចេញ75នេះមក75ដែរក្រៅ5ហ៊ុននេះយើងក្រៅ5ហ៊ុនចូលក្នុង5ហ៊ុននេះចូលក្នុង5ហ៊ុនដែរអូខេកម្ពស់ទ្វាររបស់យើងដាក់2.10 ម៉ែត្រអូខេទៅលើ5ហ៊ុនតនេះ20ពីទឹកអូខេឡើងលើ5ហ៊ុនតមកខមមិនសអចុចត្រង់ចំណុចមកអានឹងចាំទៅនេះមកខាងដៃមួយខាងដៃស្ដាំអូខេតមកចុចនេះមកហើយនេះឲ្យចុចអារម្មណ៍នេះទៀតពេលយើងត្រូវការលុបវាចេញខមមិនសអ៊ីអូខេយើងឡើងមកcomment សអ៊ីមកអូខេតោះយើងលុបនេះយើង comment នេះចេញឡើងចុចជាប់ comment សអំចុច offset មកអូមកក្រៅមកអូខេយើងទៅលុបនេះចោលអូខេ comment ស20លើកវាមកដល់តកន្លះ15អូខេ comment សអ៊ីលុបនេះចោល comment សអអូខេ comment សអ៊ីធ្វើការលុបនេះចោលអរគុណច្រើនឲ្យមេរៀនរបស់យើងនៅវគ្គនេះយើងធ្វើតែប៉ុណ្្នឹងទេយើងនឹងបន្តមេរៀនរបស់យើងនៅវគ្គក្រោយបន្តទៀតអូខេអរគុណច្រើនជម្រាបលា